ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចរួចជិះរត់គេចស៊យអីម៉ូតូរលត់ត្រូវជនរងគ្រោះស្រែកផ្អើលឆោឡោចាប់បានស្វាគមន៍ឡើងចាស់ដៃខេត្តសៀមរាបសមត្ថកិច្ចខេត្តសៀមរាបនៅថ្ងៃទី10ខែតុលាឆ្នាំ2019នេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចរួចជិះរត់ត្រូវកម្លាំងប៉ុស្តិ៍និងប្រជាការពារភូមិខ្នាដែលកំពុងល្បាតរួមទាំងប្រជាពលរដ្ឋនៅក្បែរនោះបានដេញតាមចាប់ខ្លួនបានភ្លាមៗនៅចំណុចក្រុមទី10ភូមិខ្នាសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួនមានឈ្មោះទី1ឈ្មោះហេងភិរិនភេទប្រុសអាយុ18ឆ្នាំមុខរបរសិស្សទីនៅបច្ចុប្បន្នភូមិតាណុលសង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបនិងទី2ឈ្មោះគឹមលឿងភេទប្រុសអាយុ19ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិតាណុលដាផលសង្កាត់ស្វាយដង្គមក្រុងសៀមរាបពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសឆក់កាបូបលោកឧត្តមសេនីយ៍ត្រីផឹងចិន្តារ៉េតស្នងការរងនគរបាលខេត្តសៀមរាបទទួលបន្ទុកផែនព្រំប្រទានបានឲ្យដឹងថានៅថ្ងៃទី9ខែតុលាឆ្នាំ2019វេលាម៉ោង15:10នាទីនៅចំណុចខាងត្បូងការ៉ាសាំងភូមិខ្នាសង្កាត់ជ្រាវចម្ងាយប្រមាណ100ម៉ែត្រមានករណីអំពើលួចមានស្ថានទម្ងន់ទោសឆក់កាបូបបង្កឡើងដោយជនសង្ស័យចំនួន2នាក់ដែលមានឈ្មោះខាងលើបានជិះម៉ូតូម៉ាក Honda Dream C 125ពណ៌ខ្មៅផលិតឆ្នាំ2018បិទតែម2015ស្លាកលេខគ្មានកញ្ចក់គ្មានកន្ត្រកនិងកុងទ័រដែលមានលេខតួលេខម៉ាស៊ីន540 4901បានធ្វើសកម្មភាពឆក់កាបូបប្រាក់ពណ៌ផ្កាឈូកពីជនរងគ្រោះឈ្មោះយីចន្ទថាភេទស្រីអាយុ29ឆ្នាំរស់នៅភូមិតាជែកសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបដោយក្នុងកាបូបមានប្រាក់រៀលចំនួន120,000រៀលទូរស័ព្ទម៉ាក Oppo A71K ខ្សែកផ្លាទីនចំនួន3ខ្សែកងដៃផ្លាទីនចំនួន2ចិញ្ចៀនមួយវងផ្លាទីនដាំត្បូងក្រោយពីជនសង្ស័យទាំងពីរបានធ្វើសកម្មភាពឆក់កាបូបបានសម្រេចក៏ជិះគេចខ្លួនសម្ដៅទៅផ្លូវកុងស៊ីក្នុងភូមិខាងលើហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយហើយស្រែកឆោឡោឲ្យជួយចាប់ចោលលុះដល់ចំណុចក្រុមទី10ភូមិខ្នាសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបម៉ូតូរបស់ជនសង្ស័យបានរលត់ហើយត្រូវកម្លាំងប៉ុស្តិ៍និងក្រុមប្រជាការពារភូមិខ្នាដែលកំពុងល្បាតរួមទាំងប្រជាពលរដ្ឋនៅក្បែរនោះបានចាប់ខ្លួនជនសង្ស័យខាងលើហើយនាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវតែម្ដងក្រោយពីសួរនាំជនសង្ស័យខាងលើបានសារភាពថាខ្លួននឹងបពពួកពិតជាធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតមែនរីឯជនសង្ស័យឈ្មោះហេងភិរិនហៅយុក៏បានសារភាពផងដែរថាកាលពីថ្ងៃទី13ខែកញ្ញាឆ្នាំ2019វេលាម៉ោង14:00នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋនៅភូមិបុកក្រសាញ់សង្កាត់ជ្រាវហើយក៏យើងក៏បានទទួលបណ្ដឹងពីជនរងគ្រោះរួចផងដែរបច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបងចាត់ការបន្តទៅតាមនីតិវិធីច្បាប់បាទមុខរបរមានច្រើនណាស់ដើម្បីរស់នៅក្នុងសង្គមចិញ្ចឹមជីវិតហេតុអីចង់បានតែរបស់គេលួចគេឆក់គេបានតែម្ដងឬពីរដងមិនទាន់អីបើលើកក្រោយចំថ្ងៃសោយវិញណាបើសិនជាសមត្ថកិច្ចមិនហាមឃាត់ទេពេលប្រជាពលរដ្ឋចាប់បានគឺស្វាគមន៍តែមួយដៃមួយជើងម្នាក់ក៏ទក់សាច់ហើយឬក៏ប៊ីសដង្ហើមចង្រិតមិនខានសូមបងប្អូនកុំប្រព្រឹត្តនៅទង្វើលួចឆក់មិនអាចជួយដោះស្រាយឬមានសំណាងរហូតរួចគ្រប់ពេលទេដោយករណីខាងលើហើយស្រាប់បាទសូមបញ្ចប់ព័ត៌មាននេះ
កម្មវិធីនេះឧបត្ថម្ភធំដោយ